តម្លៃមាសបានហក់ឡើង$121ក្នុងមួយតម្លឹងកាលពីម្សិលមិញសូមស្វាគមន៍មកកាន់ព័ត៌មានហិរញ្ញវត្ថុរបស់ FNN Insight ថ្ងៃទី6ខែឧសភាឆ្នាំ2025កាលពីម្សិលមិញតម្លៃមាសបានហក់ឡើងរហូតដល់$121ក្នុងមួយតម្លឹងដែលបានកើនឡើងពីកម្រិតតម្លៃ$3,903មកកម្រិតតម្លៃ$4,023ក្នុងមួយតម្លឹងគឺដោយសារតែកិច្ចចរចាពន្ធរបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសជប៉ុនហាក់ដូចជាមិនរលូនទៅមុខនោះទេនៅក្នុងកិច្ចសម្ភាសន៍ថ្មីនេះជាមួយនឹង KIPCO លោក Chris Mancini អ្នកគ្រប់គ្រងផលបត្ររងនៃមូលនិធិមាសបាននិយាយថាជាមួយនឹងតម្លៃដែលស្ថិតនៅលើកម្រិត$3,600ក្នុងមួយតម្លឹងនេះគឺគ្រាន់តែជាបញ្ហានៃពេលវេលាសម្រាប់ឲ្យវិនិយោគិនចាប់ផ្ដើមទទួលស្គាល់តម្លៃនិងសក្តានុពលនៃកំណើននៅក្នុងវិស័យរថរ៉ែមាសប៉ុណ្ណោះនៅក្នុងរបាយការណ៍ដែលបានផ្សាយកាលពីខែមីនាលោក Mancini បានប្រើប្រាស់ក្រុមហ៊ុន Agnico Eagle ដែលជាអ្នកផលិតមាសដ៏ធំបំផុតរបស់ប្រទេសកាណាដាមកធ្វើជាឧទាហរណ៍ដែលអាចនឹងប៉ះពាល់ទៅដល់តម្លៃហាងឆេងមាសផងដែរដែលគាត់បានចង្អុលបង្ហាញថាជាមួយនឹងតម្លៃមាសលើសពី$3,600ក្នុងមួយតម្លឹងគាត់នៅរំពឹងថាអ្នកផលិតមាសជាន់ខ្ពស់នឹងបង្កើតទិន្នផលលំហូរសាច់ប្រាក់ប្រហែលជា8%រហូតមកដល់ពេលនេះក្នុងឆ្នាំ2025តម្លៃមាសបានកើនឡើង26%បើទោះបីជាតម្លៃបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតកាលពីខែមុនគឺនៅក្នុងកម្រិតតម្លៃ$4,220ក្នុងមួយតម្លឹងក៏ដោយក៏សន្ទុះភាគហ៊ុនរករ៉ែមាស One Neck Gold Miner ក៏បានកើនឡើងជិត41%ផងដែរទន្ទឹមនឹងភាពមិនប្រកបវិជ្ជានៃសេដ្ឋកិច្ចពិភពលោកមាសក៏នឹងទទួលបានអំពីអត្ថប្រយោជន៍អំពីភាពទន់ខ្សោយបន្ថែមទៀតនៃលុយដុល្លារនិងការកាត់បន្ថយអត្រាកាត់ប្រាក់ដោយសារតែទីផ្សារបន្តរំពឹងថាការកាត់បន្ថយអត្រាកាត់ប្រាក់ពីសំណាក់ធនាគារកណ្ដាលសហរដ្ឋអាមេរិកនៅរដូវក្តៅនេះរហូតដល់ចុងឆ្នាំ2025នេះនៅពេលបច្ចុប្បន្ននេះប្រធានាធិបតី Donald Trump ក៏កំពុងតែលើកទឹកចិត្តឲ្យធនាគារកណ្ដាលសហរដ្ឋអាមេរិកធ្វើសកម្មភាពដើម្បីជំរុញទៅលើទីផ្សារភាគហ៊ុននិងទីផ្សារសញ្ញាបត្រជាតិដោយប្រើទៅលើឧបាយកលរូបិយវត្ថុដែលធ្វើឲ្យធនាគារកណ្ដាលប្រទេសចិនកំពុងតែនាំមាសចូលជាបន្តបន្ទាប់ប្រសិនជាយើងក្រឡេកទៅមើលអំពីពាណិជ្ជកម្មនៅថ្ងៃខាងមុខប្រទេសចិននិងពិភពលោកក៏អាចនឹងនាំមាសចូលបន្ថែមទៀតផងដែរដើម្បីធ្វើពិពិធកម្មឆ្ងាយពីលុយដុល្លារសូមអរគុណចំពោះការតាមដានព័ត៌មានហិរញ្ញវត្ថុរបស់ FNN Insight